ខ្ញុំនឹងដរាបណាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះនេះខ្ញុំនឹងផ្ដល់ការណែនាំដល់គាត់ឈៀវ King ឈរគុំទៅឆ្ងាយពេកនេះគឺជាវិមាន Golden Phoenix បងស្រីអ្វីដែលខ្ញុំចង់បានគឺការសុំទោសក្រៅពីនេះវាគ្រាន់តែជាស្រីបម្រើម្នាក់ត្រូវគេវាយសម្លាប់ហេតុអ្វីបានជាអ្នកត្រូវស្រែកដាក់ព្រះរាជានៅចំពោះមុខព្រះអង្គម្ចាស់និងព្រះមហាក្សត្រឈៀវ King ឈរជាមួយនឹងវត្តមានរបស់តុលាការទាំងមូលតើអ្នកពិតជាត្រូវធ្វើបែបនេះទេភ្លេចអំពីវាខ្ញុំនឹងមិនលែងលះអ្នកទេខ្ញុំនិយាយថាគ្រាន់តែ10ថ្ងៃប៉ុណ្ណោះតើអ្នកនឹងចុះហត្ថលេខាទេព្រះករុណាគ្រួសារឈៀវនេះហួសពេលហើយខ្ញុំសូមអង្វរព្រះអង្គឲ្យជួយរកយុទ្ធធម៌សម្រាប់ឆ្មាំអធិរាជគ្រួសារយន្តព្រះចៅអធិរាជបើអ្នកគ្រាន់តែធ្វើឲ្យអ្នកបម្រើដ៏ថោកទាបនោះលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំប្អូនស្រីរបស់ខ្ញុំសារភាពអំពើបាបរបស់នាងច្របាច់ភ្នែកខ្លួនឯងហើយកាត់ដៃខ្លួនឯងនោះរឿងនេះនឹងត្រូវចប់ឧត្តមសេនីយ៍រូបនេះនឹងមិនធ្វើឲ្យនាងពិបាកទៀតទេអ្នកកំពុងនិយាយលេងតើអ្នកបាននិយាយអ្វីឈៀវ Tinko ឧត្តមសេនីយ៍យ៉ាន់គឺជាមេតបគាត់គ្រប់គ្រងរាល់កិច្ចការរបស់តុលាការនិងយោធាហើយមិនត្រូវមើលងាយឡើយតើអ្នកបាននិយាយអ្វីខ្ញុំនឹងនិយាយម្ដងទៀតខ្ញុំបាននិយាយថាអ្នកកំពុងនិយាយលេងសម្ដេចឲ្យម្ដេចមិនត្រឡប់ទៅកញ្ចក់វិញឃើញមុខរបស់អ្នកអាក្រក់និងក្រអឺតក្រទមពោពេញទៅដោយភាពក្រអឺតក្រទមនិងភាពល្ងង់ខ្លៅឧត្តមរបស់អ្នកគឺមិនគោរពទាំងស្រុងមនុស្សអ្នកហៅខ្លួនឯងថាជាមនុស្សល្អបំផុតអ្នកគ្រាន់តែជាឆ្កែដែលធ្វើបាបមនុស្សក្នុងពិធីបុណ្យសពប៉ុណ្ណោះមិនហ៊ានម្លេះអ្នកគឺជាអ្នកដែលហ៊ានក្លាហានឆ្កែគ្មានឆ្អឹងខ្នងដែលឡើងឋានៈតាមរបបពួកនិយមមិនបានសម្រេចអ្វីក្រៅពីការអួតខ្លួនទេតែអ្នកហ៊ានព្រុសនិងជេរប្រមាថយ៉ាងព្រៃផ្សៃនៅចំពោះមុខខ្ញុំបងស្រីប្អូនប្រុសខ្ញុំគ្រាន់តែការពារសុវត្ថិភាពរបស់ព្រះករុណាប៉ុណ្ណោះប៉ុន្តែអ្នកមិនគួរស្រែកធ្ងោនៅតុលាការក្នុងសាល Golden Wheel Hall ទេតើអ្នកមិនមានការគោរពចំពោះព្រះករុណានិងព្រះមហាក្សត្រទេឬហ៊ានណាស់គ្រូសាឈៀវជាមួយបងស្រីនិងកូនស្រីរបស់អ្នកស្រែកនៅតុលាការអធិរាជតើអ្នកថែមទាំងគោរពគ្រួសាររាជវង្សដ៏ខ្លាំងដែរឬទេសម្ដេចព្រះអង្គសូមស្ងប់ចុះទុកវាឲ្យខ្ញុំសម្ដេចព្រះអង្គឲ្យសូមឈប់ធ្វើជាមនុស្សមិនសមហេតុផលខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែអ្នកគួរតែយល់ថានៅថ្ងៃណាមួយរាជទាយាទនឹងក្លាយជាអធិរាជហើយប្រវត្តិរបស់ Crown Princess ត្រូវតែពិសេសអ្នកបានធ្វើការដោយមិននឿយហត់ដើម្បីបន្សាបជាពរពីព្រះរាជាម្ចាស់ដូច្នេះអ្នកមិនអាចបង្ហាញការពិចារណាដល់ព្រះអង្គបានទេបងស្រីឈៀវអ្នកពិតជាទៅឆ្ងាយពេកហើយយោងតាមច្បាប់របស់ព្រះបរមរាជវាំងនេះធានាការបង្ខាំងទុកបើមិនដូច្នេះទេព្រះមហាក្សត្រយានីអាចនឹងផ្លាស់ប្ដូរចិត្តនិងបម្រើអ្នកតើអ្នកឲ្យខ្ញុំទេខ្ញុំមានអារម្មណ៍ថាវាមិនចាំបាច់ទេក្នុងការបង្កើនដល់ចំណុចនេះដែលជាមូលហេតុដែលខ្ញុំនិយាយយ៉ាងឆ្លើយទៅកាន់អ្នកឈៀវ King Coat ដែលបានផ្ដល់ប្រវត្តិរបស់អ្នកមកការធ្វើជាប្រពន្ធចុងគឺជាកិត្តិយសដ៏អស្ចារ្យមួយហើយអ្នកគួរគ្រប់គ្រងរាជវាំងខាងក្នុងឲ្យបានល្អសម្រាប់សម្ដេចព្រះបរមរតនកតហើយធ្វើជាគំរូល្អសម្រាប់ស្ត្រីទាំងអស់ក្នុងស្រុកកុំធ្វើដូចនារីតូចដែលតែងតែច្រណែនញុះញង់និងគំរាមសម្លាប់ខ្លួនឲ្យសោះនិយាយបានល្អណាស់គ្រប់គ្នានិយាយថាឈៀវ King Coat មានចិត្តអាក្រក់ប៉ុន្តែនៅចំពោះមុខរាជវង្សនាងនៅតែត្រូវសម្រុះសម្រួលតើមានអ្វីជាមួយការក្លែងបន្លំបើព្រះចៅអធិរាជគិតថាវាមិនមែនជារឿងធំដុំទេសម្រាប់ភរិយាសំខាន់ដែលត្រូវចុះឋានៈជាភរិយាបន្តបន្សំហេតុអ្វីបានជាព្រះនាងមិនឲ្យព្រះចៅអធិរាជរៀបការជាមួយស្រីបម្រើក្នុងវាំងជាព្រះចៅអធិរាជរួចទម្លាក់អ្នកធ្វើជាស្មៀងតើអ្នកបាននិយាយអ្វីខ្ញុំថាហេតុអីមិនប្រគល់តំណែងអធិរាជឲ្យអ្នកដទៃបើកើតមកធ្វើជាស្រីស្នំគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ទៅហើយអ្នកគួរតែគ្រប់គ្រងហារ៉េមឲ្យបានល្អសម្រាប់សម្ដេចហើយធ្វើជាគំរូដល់ស្ត្រីគ្រប់រូបជំនួសឲ្យការសម្ដែងដូចនារីតូចតាចដែលតែងតែប្រច័ណ្ឌយំបង្កើតរឿងឬគំរាមសម្លាប់ខ្លួនហួសចិត្តហ៊ាននិយាយជាមួយអធិរាជហួយយ៉ាងដូចនេះនេះជាការមិនគោរពទាំងស្រុងឈៀវ King ឈប់និយាយរញ៉េញ៉ៃនៅទីនេះខ្ញុំមិនអាចការពារអ្នកបានទេអ្នកគួរតែសុំទោសព្រះចៅអធិរាជឥឡូវនេះខ្ញុំគ្រាន់តែនិយាយពាក្យសម្ដីរបស់អធិរាជចម្ដងហើយម្ដងទៀតហេតុអ្វីខ្ញុំគួរសុំទោសប្រហែលជាអ្នកនិយាយថាអធិរាជដែលបានបរិច្ចាគសម្បត្តិកំណើតរបស់គាត់ខុសនាងមាត់ស្រួចនិងមិនគោរពចាស់ទុំសម្ដេចឲ្យតើអ្នកអប់រំនាងយ៉ាងនេះឬអព្រះបតាសូមរងាប់កំហឹងចុះកូនប្រុសរបស់អ្នកនឹងដោះស្រាយរឿងនេះបានល្អជាវ King Coat ខ្ញុំបានធ្វើឲ្យអ្នកលួយការធ្វើឲ្យអ្នកខ្លាយជាប្រពន្ធចុងគឺជាកិត្តិយសសម្រាប់អ្នករួចទៅហើយតើអ្នកហ៊ានយ៉ាងម៉េចមិនគោរពគ្រួសារយន្តមិនគោរពព្រះចៅអធិរាជមិនគោរពព្រះអង្គថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកឆ្មាំអូសគាត់ចេញហើយឲ្យគាត់40រោមភ្នែកឲ្យគាត់លុតជង្គង់នៅមុខវាំង3ថ្ងៃ3យប់ចាំមើលអ្នកណាហ៊ានប៉ះស្រីក្មេង
តាមការរំពឹងទុកដូចម្ចាស់ដូចអ្នកបម្រើឈៀវឃីងឈូលុតជង្គង់ចុះឥឡូវនេះហើយខៅថៅដើម្បីសារភាពអំពើបាបរបស់អ្នកគ្រាន់តែអ្នកបម្រើឡើងលើគ្រែអ្នកគ្មានសិទ្ធិនិយាយនៅទីនេះទេឯងហៅខ្ញុំថាជាអ្នកឡើងលើគ្រែអ្នកស្រីអៀនខ្មាស់តើអ្នកទាំងអស់គ្នាឈរដើម្បីអ្វីដោះលែងស្ត្រីម្នាក់នេះគ្មានតម្លៃស្ត្រីអៀនខ្មាស់រត់ចេញហើយត្រូវគេវាយសម្លាប់តើអ្នកហ៊ានវាយខ្ញុំទេអ្នកស្រីអៀនខ្មាស់ឈៀវឃីងឈូតើអ្នកដឹងទេថានេះជាវិមាន Golden Phoenix ពិតព្រះអង្គម្ចាស់សូមបិទមាត់គូដណ្ដឹងបើនាងនៅតែរឹងរូសទៀតខ្ញុំនឹងធ្វើឲ្យនាងធ្លាក់រសជាតិជូរចត់មិនអាចនិយាយបានហ៊ានយ៉ាងណាខ្ញុំស៊ូទ្រាំនឹងការតេះកំភ្លៀងនោះពេញមួយថ្ងៃទាំងយប់ខេសៀនអ្នកនឹងឈូអេនឈៀវពិតជាដូចគ្នាសាហាវណាស់អ្នកមីងយូតោះទៅឈៀវថេងឈូតើអ្នកឈ្គួតទេហ៊ានត្រួតត្រាសម្ដេចព្រះបរមរតនកោដ្ឋក្នុងវាំងគិតថាអាចដើរចេញបានទេឆ្មាំបញ្ឈប់គាត់ពិតព្រះអង្គដ៏ចម្រើនសូមព្រះអង្គក្រោកឈរឡើងខ្ញុំនិយាយតែប៉ុន្មានម៉ាត់ក៏វាយខ្ញុំគាត់មិនគ្រាន់តែថាគាត់វាយខ្ញុំនោះទេគឺគាត់ពិតជាគ្រប់គ្រងរាជទាយាទមែនគាត់បះបោខេងខើតូចខ្ញុំបានផ្ដល់មុខឲ្យអ្នកប៉ុន្តែអ្នកបានក្លាយជាមនុស្សក្លាហានថ្ងៃនេះខ្ញុំនឹងបង្ខាំងអ្នកនៅក្នុងវាំងជារៀងរហូតមិនដែលចាក់ចេញខ្ញុំចង់ឃើញអ្នកណាត្រូវជាប់គុកខ្ញុំផ្ដល់ឲ្យអ្នកហ្គ្រីយ៉ង10ថ្ងៃដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះនេះ10ថ្ងៃគឺជាឱកាសចុងក្រោយរបស់ខ្ញុំសម្រាប់អ្នកអន់ចិត្តក្រៅពីធ្វើជាព្រះនាងអ្នកក៏គ្មានអ្វីដែរព្រោះអ្នកទូចលើរឿងនេះកុំបន្ទោសខ្ញុំគឺឆ្មាំចាប់យកភីសៀងបុរសរបស់ខ្ញុំកំពុងធ្វើដំណើរទៅកាន់រាជធានីហើយនឹងឡោមព័ទ្ធវាឆាប់នេះប្រសិនបើអ្នកប៉ះខ្ញុំគ្រួសាររាជវង្សយ៉ងឈររបស់អ្នកនឹងត្រូវវិនាសហើយ Little King ឈរតើអ្នកកំពុងសុបិនអំពីបំពង់ប្រភេទអ្វីតើអ្នកមានកងទ័ពអ្វីស្ត្រីតែមួយគត់ក្នុងពិភពលោកដែលអាចប្រមូលកងទ័ពបានគឺព្រះនាងនៃយ៉ាវភាគខាងត្បូងតើអ្នកគិតថាអ្នកជានាងទេហេតុអ្វីបានជាអ្នកក្លាយជាម្ចាស់ក្ត្រីរាជទាយាទនៅក្រុងហ្គ្រីកយ៉ងតូច King ខឯងឈួតហើយមហាយ៉ងជាជាតិមនុស្សតើយើងអាចមានទ័ពមកឡោមព័ទ្ធរាជធានីបានយ៉ាងម៉េចដែរ